ជំរាបសួរក៏ដូចជាសួស្តីទៅកាន់មនុស្សចំនួនថ្មីទាំងអស់គ្នាខ្ញុំ PM ការទូស័យថ្ងៃហ្នឹង admin នឹងមកបន្តសេរីរបស់យើងជាបន្តទៅទៀតហើយអ្នកទាំងអស់គ្នាច្បាស់ជាធ្លាប់ឮសំឡេងរបស់ admin ហើយជាអ្នកធ្លាប់មើលរឿង admin ហ្នឹងគឺប្រហែលជាភ្លេច admin ណាយ៉ាងមើលទៅអញ្ចឹងដែរកុំឲ្យខាតពេលវេលាយូរណោះយើងចូលទៅទស្សនាសេរីរឿងទាំងអស់គ្នា Let's go guys សាច់រឿងបានបន្តលេងបន្តពីអានីជាមួយនឹងអ្នកស្រី Marilla បានដើរចាកចេញពីផ្ទះបងស្រីរបស់គាត់ទន្ទឹមនឹងការចាកចេញរបស់ពួកគេនោះបងស្រីរបស់អ្នកស្រី Marilla ក៏និយាយថាខ្ញុំពិតជាចូលចិត្តទៅកាន់ក្មេងស្រីម្នាក់នេះខ្លាំងណាស់គណៈពេលដែលនាងកំពុងធ្វើដំណើរតាមផ្លូវនោះនាងក៏បានបេះផ្កាមួយបាច់យកមកកាន់ក្នុងដៃនាងសរសើរទៅកាន់ផ្កាទាំងអស់នោះថាផ្កាទាំងនេះគឺពិតជាស្រស់ស្អាតខ្លាំងណាស់អ្នកស្រី Marilla ក៏លើកឡើងថាវាត្រឹមត្រូវហើយផ្កាទាំងអស់នេះគឺពិតជាស្រស់ស្អាតខ្លាំងណាស់នារដូវផ្ការីកគាត់បន្ថែមថាខ្ញុំសង្ឃឹមថាអ្នកមិនមានលើកក្រោយទេហើយក៏គ្មានឱកាសសម្រាប់សុំទោសជាលើកទី2ដែរនាងក៏បានឆ្លើយទៅកាន់អ្នកស្រី Marilla វិញថាវាគ្មានកំហុសនោះទេហើយក៏គ្មានជាលើកទី2នោះដែរដរាបណាគ្មានមនុស្សមើលងាយមកកាន់រូបរាងនិងពណ៌សម្បុរហើយនឹងសក់របស់ខ្ញុំនោះដៃរបស់អានីក៏យកទៅកាន់ដៃរបស់អ្នកស្រី Marilla ហើយក៏បន្តនិយាយទៅកាន់អ្នកស្រី Marilla ថែមទៀតអ្នកស្រី Marilla ខ្ញុំពិតជារីករាយខ្លាំងណាស់អ្នកស្រី Marilla ប្រាប់ទៅកាន់អានីវិញបើសិនជាអ្នកខ្លាចទៅជាក្មេងល្អខ្ញុំនឹងសប្បាយចិត្តជានិច្ចណាមិនតែប៉ុណ្ណោះនាងក៏ដូចគ្នាដែរនាងនឹងសប្បាយចិត្តជានិច្ចផងដែរអ្នកស្រី Marilla គាត់ក៏ញញឹមអានីក៏សប្បាយចិត្តខ្លាំងផងដែរមិនយូរប៉ុន្មានការធ្វើដំណើររបស់អ្នកស្រី Marilla ជាមួយនឹងអានីក៏បានធ្វើដំណើរមកដល់ផ្ទះរបស់គាត់ហើយនាពេលព្រឹកព្រលឹមនៅថ្ងៃស្អែកឡើងក៏បានមកដល់បង្ហាញឲ្យឃើញវាលស្មៅដ៏ស្រស់បំព្រងរួមជាមួយនឹងជួរភ្នំតូចធំនាជនបទស្រុកស្រែបន្តមកទៀតយើងក៏ឃើញអានីជាមួយនឹងអ្នកស្រី Marilla នាពេលព្រឹកព្រលឹមឡើងកំពុងតែជជែកគ្នាអានីពេលហ្នឹងគាត់កំពុងតែមិនសប្បាយចិត្តមើលទឹកមុខរបស់គាត់ឡើងមើលតែម្ដងអ្នកស្រី Marilla បានឲ្យរូបមួយទៅកាន់អានីដោយសារតែអាទិត្យក្រោយហ្នឹងគឺគាត់ត្រូវទៅសាលាដោយខ្លួនឯងហើយអញ្ចឹងហើយបានជាអានីរបស់យើងមុខរបស់គាត់ហ្នឹងគឺអត់សូវស្រស់ប៉ុន្មាននោះទេអានីជាមួយនឹងអ្នកស្រី Marilla ក៏ជជែកគ្នាបន្ថែមទៀតទាក់ទងជាមួយនឹងការទៅសាលារបស់អានីអ្នកស្រី Marilla បានផ្ដល់ឲ្យទៅកាន់អានីមានដូចជារ៉ូបហើយនិងមួកអីជាដើមនៅពេលដែលបានស្លៀករ៉ូបនិងពាក់មួកនឹងហើយអានីក៏និយាយថាមួកនេះគឺពិតជាធម្មតាខ្លាំងណាស់ពេលបានស្ដាប់ពាក្យសម្ដីបែបហ្នឹងហើយអ្នកស្រី Marilla ក៏ត្អូញត្អែឡើងថាហើយការឈឺក្បាលរបស់ខ្ញុំកាន់តែអាក្រក់ទៅហើយអាទិត្យក្រោយនេះអ្នកនឹងត្រូវទៅសាលាដោយខ្លួនឯងហើយគឺខ្ញុំអត់បានជួអ្នកទៅទេពេលដែលបានស្ដាប់បែបហ្នឹងហើយអានីក៏ភ្ញាក់ផ្អើលតែម្ដងហើយគាត់ក៏ស្រែកឡើងថាតើខ្ញុំគួរតែមានមិត្តភក្តិអត់អ្នកស្រី Marilla ក៏ឆ្លើយវិញថានៅទីនោះអ្នកចង់បានមិត្តភក្តិប្រភេទណាដែរអានេះនាងក៏ឆ្លើយវិញថាមិត្តភក្តិដែលស្និទ្ធស្នាលអ្នកស្រី Marilla ក៏ឆ្លើយវិញថាពិតជាមានហើយគឺ Diana Barry នៅពេលដែលបានលើបែបហ្នឹងហើយអានេះក៏សប្បាយចិត្តខ្លាំងតែម្ដងគាត់ក៏និយាយថាបឹងនៃពន្លឺនឹងមែនរបស់ Diana អ្នកស្រី Marilla ក៏បន្តថាពិតមែនហើយក៏ប៉ុន្តែខ្ញុំអត់ដឹងថានាងមកថ្ងៃណានោះទេនាងរស់នៅក្បែរស្រះទឹកហើយនាងគឺជាក្មេងស្រីដ៏តូចហើយស្រស់ស្អាតម្នាក់អានេះក៏អបបន្ថែមទៀតហើយនាងក៏និយាយបន្ថែមតទៅទៀតថាវាល្អខ្លាំងណាស់នៅក្នុងការមានមិត្តភក្តិដ៏ស្រស់ស្អាតម្នាក់នៅថ្ងៃបន្ទាប់អានីក៏ធ្វើដំណើរមកព្រះវិហារដោយខ្លួនឯងប៉ុន្តែនៅតាមផ្លូវនោះអានីកំពុងតែសប្បាយរីករាយនឹងច្រៀងបណ្ដើរថានៅក្នុងអត្ថន័យចម្រៀងរបស់គាត់នោះនាងច្រៀងថា Diana Diana Barry Diana Diana Barry នាងរត់បណ្ដើរគយគន់ទេសភាពបណ្ដើរហើយគយគន់ទៅកាន់ផ្កាដ៏ស្រស់បំព្រងនិងផ្កាពណ៌លឿងដ៏ស្រស់ស្អាតកំពុងតែធ្វើដំណើរមួករបស់នាងក៏បានប៉ើងទៅកាន់ម្ខាងផ្លូវដោយសារតែកម្លាំងខ្យល់បក់នៅពេលដែលនាងដើរទៅរើសមួកនោះនាងក៏បានគយគន់ផ្កាដ៏ស្រស់ស្អាតពណ៌លឿងផងដែរមិនយូរប៉ុន្មានអានីក៏បានធ្វើដំណើរមកដល់ព្រះវិហារហើយអ្នកទាំងអស់គ្នាមានចាប់អារម្មណ៍អស់ទៅលើមួករបស់គាត់ពេលដែលនាងបានគយគន់ផ្កានោះនាងឃើញថាផ្កានឹងស្រស់ស្អាតពេកអញ្ចឹងហើយធ្វើជាកម្រងផ្កាពាក់លើក្បាលតែម្ដងទៅពេលដែលនាងដើរចូលមកនឹងក្មេងស្រីយ៉ាងច្រើនកំពុងតែមើលទៅកាន់នាងហើយក៏សម្លឹងទៅកាន់ទឹកមុខដ៏ភ្ញាក់ផ្អើលពួកគេទាំងអស់គ្នានឹងគឺមិនដែលឃើញក្មេងស្រីដែលមានសក់ពណ៌ក្រហមណែមួយអានីរបស់យើងបានយកកម្រងផ្កាពាក់លើក្បាលផងនៅពេលដែលអានីបានដើរចូលទៅផតពួកក្មេងស្រីទាំងអស់គ្នានឹងក៏បានមកសឹបគ្នាហើយក៏សើចឡើងអានេះគឺនាងដឹងដែរថាពួកគេទាំងអស់គ្នានឹងសម្លឹងបកានខ្លួនដោយការភ្ញាក់ផ្អើលប៉ុន្តែនាងធ្វើជាមិនដឹងអីចឹងទៅមិនតែប៉ុណ្ណោះនៅគណៈពេលដែលនាងកំពុងតែដើរចូលនឹងបងស្រីរបស់អ្នកស្រី Marilla គឺអ្នកស្រីរ៉ាក៏នៅទីនោះផងដែរនៅពេលដែលអានេះមកដល់តុរបស់គាត់អង្គុយហើយនាងក៏បានដាក់មួកគាត់ចុះហើយក៏បន្ធូរអារម្មណ៍ហើយក៏បិទភ្នែកស្រមៃដើម្បីព្យាយាមនៅក្នុងការផ្ចង់អារម្មណ៍ស្ដាប់ទៅកាន់លោកឪឲ្យដំបូលមានមកកាន់គាត់មួយស្របក់ក្រោយមកការឲ្យដំបូលមានរបស់លោកឪនឹងក៏បានបញ្ចប់ហើយអញ្ចឹងដែរពួកគេទាំងអស់គ្នាក៏បានបំបែកគ្នាទៅផ្ទះរៀងៗខ្លួន
อันนี้ระบอយើងគ្រាន់តែបញ្ចប់ភ្លាមគាត់រត់យ៉ាងលឿនតែម្ដងដើម្បីមកផ្ទះឲ្យបានមុនគេទឹកមុខរបស់នាងគឺនៅពេលដែលបានចេញពីព្រះវិហារនឹងគឺនាងដកដង្ហើមធំហើយធ្វើទឹកមុខឡើងស្មើតែម្ដងដោយគ្រាន់តែនាងបើកទ្វារភ្លាមគឺនាងឃើញអ្នកស្រីម៉ារីឡាបានអង្គុយចាំគាត់នៅមុខបន្ទប់តែម្ដងទឹកមុខរបស់អ្នកស្រីម៉ារីឡាហាក់បីដូចជាកំពុងតែខឹងនរណាម្នាក់ជាមួយនឹងការអន់ចិត្តផងដែរពេលដែលបានឃើញអ្នកស្រីម៉ារីឡាពិបាកចិត្តដូចនេះទឹកមុខរបស់អានីក៏ទម្លាក់មកវិញដោយសារតែគាត់នឹងបានឃើញអ្នកស្រីម៉ារីឡាពិបាកចិត្តមូលហេតុដែលអ្នកស្រីម៉ារីឡារៀងពិបាកចិត្តនឹងដោយសារតែគាត់បានដឹងអំពីបងស្រីរបស់គាត់ប្រាប់គាត់ថានៅពេលដែលអានីបានចូលទៅដល់ព្រះវិហារនឹងគឺធ្វើឲ្យព្រះវិហារមានការច្របូកច្របល់ខ្លាំងដោយសារតែពួកគេបានអស់សំណោចយ៉ាងខ្លាំងជាមួយនឹងផ្ការបស់អានីដែលនៅលើមុខនេះឯងអ្នកស្រីម៉ារីឡាក៏បញ្យល់ទៅកាន់អានីថាវត្ថុដែលស្អាតមើលទៅស្អាតខ្លាំងមែនទែនក៏ប៉ុន្តែអ្នកចេះប្រើឲ្យត្រូវពេលវេលាផងអានីនាងតបវិញថាខ្ញុំបានឃើញក្មេងស្រីយ៉ាងច្រើនមានផ្កាភួងនៅលើរូបរបស់ពួកគេចឹងហើយបានជាខ្ញុំធ្វើតាមពួកគេទៅតើមានអ្វីខុសទៅគ្រាន់តែខ្ញុំយកផ្កាក្រងធ្វើជាភួងពាក់មកលើក្បាលសោះអ្នកស្រីម៉ារីឡាក៏តបតវិញថាវាគ្មានបញ្ហាសម្រាប់អ្នកប៉ុន្តែវាមានបញ្ហាសម្រាប់ខ្ញុំអ្វីដែលអ្នកធ្វើនេះគឺធ្វើឲ្យខ្ញុំមានបញ្ហាបងស្រីរបស់ខ្ញុំគឺអ្នកស្រីរ៉ាបានប្រាប់ខ្ញុំច្រើនណាស់ទាក់ទងជាមួយនឹងរឿងរ៉ាវដែលអ្នកបានទៅព្រះវិហារនោះពួកគេបានបន្តមកកាន់ខ្ញុំហើយអ្វីបានជាឲ្យអ្នកអនុញ្ញាតឲ្យអ្នកនឹងគឺធ្វើដំណើរទៅម្នាក់ឯងហើយបង្កទៅជារឿងមួយនឹងអានេះនាងបានស្រែកយំយ៉ាងខ្លាំងសុំទោសទៅកាន់អ្នកស្រីម៉ារីឡាដោយសារតែខ្លួនធ្វើឲ្យអ្នកស្រីម៉ារីឡានឹងគឺមានបញ្ហានាងយំបណ្ដាធ្វើការសុំទោសទៅកាន់អ្នកស្រីម៉ារីឡាបណ្ដាដោយសារតែនាងពិតជាខុសមែនតើអ្នកស្រីម៉ារីឡាខ្ញុំពិតជាសុំទោសមែនណាដែលខ្ញុំធ្វើឲ្យអ្នកអាម៉ាស់មុខបែបហ្នឹងបើខ្ញុំត្រឡប់ទៅសុំសិទ្ធិជ្រកកោនវិញហើយប្រហែលពេលនេះអ្នកមិនមានបញ្ហាដូចនេះឡើយហើយខ្ញុំត្រូវចាក់ចេញពីទីនេះហើយកុំឲ្យអ្នកមានបញ្ហាបន្តទៅទៀតនៅពេលដែលបានឃើញដូចនេះអ្នកស្រីម៉ារីឡាក៏និយាយទៅកាន់អានីវិញថាខ្ញុំនឹងមិនបញ្ជូនអ្នកទៅវិញនោះទេហើយខ្ញុំនឹងសុំសិទ្ធិជ្រកកោនឲ្យអ្នកយ៉ាងពិតប្រាកដអ្វីដែលខ្ញុំចង់បានអ្នកនឹងក្លាយទៅជាក្មេងល្អនឹងមិនបង្កបញ្ហាច្រើនតែប៉ុណ្ណឹងទៅបានហើយសូមអ្នកគិតថានេះគឺជាផ្ទះរបស់អ្នកហើយគឺជាកម្មសិទ្ធិរបស់អ្នកទៅចោះមិនតែប៉ុណ្ណោះខ្ញុំមានព័ត៌មានខ្លះចង់ប្រាប់ទៅកាន់នាង Diana Barry គឺបានមកដល់ផ្ទះរបស់នាងគឺនៅរសៀលនេះហើយអញ្ចឹងដែរយើងទៅលេងអត់អានេះចង់ទៅអត់ចាំខ្ញុំនាំទៅខ្ញុំនឹងនាំអ្នកទៅដែរអានេះក៏ឆ្លើយវិញថាតើឥឡូវហ្នឹងមែនខ្ញុំទៅដែរម៉ារីឡាជាមួយនឹងអានីរបស់យើងក៏បានធ្វើដំណើរទៅកាន់ផ្ទះរបស់ Diana Barry នៅតាមផ្លូវអានីក៏បានសួរទៅកាន់អ្នកស្រីម៉ារីឡាថាអ្នកស្រីម៉ារីឡាខ្ញុំពិតជាខ្លាចខ្លាំងណាស់ខ្លាចថានៅពេលដែលយើងទៅដល់ក្មេងស្រី Diana Barry នឹងគឺមិនចូលចិត្តមកកាន់ខ្ញុំពួកគេទាំងពីរនាក់ក៏បានធ្វើដំណើរមកដល់មុខផ្ទះរបស់ Diana ហើយអ្នកទទួលភ្ញៀវក៏បានចេញមកទទួលមកស្វាគមន៍និងទទួលរាក់ទាក់មកកាន់អានីជាមួយនឹងអ្នកស្រីម៉ារីឡារបស់យើងសូមស្វាគមន៍ក្មេងតូចមកកាន់ទីនេះអ្នកស្រីតើនាងមានឈ្មោះអ្វីដែរក្មេងតូចម្នាក់នេះមើលទៅគួរឲ្យស្រឡាញ់ខ្លាំងណាស់អ្នកស្រីម៉ារីឡាក៏ប្រាប់ឈ្មោះទៅកាន់ម្នាក់ស្រីនឹងវិញថានាងមានឈ្មោះថាអានីឈីរៀលបន្ទាប់មកនាងបាននាំអ្នកទាំងពីរចូលមកខាងក្នុងហើយនៅក្នុងផ្ទះរបស់ Diana ហ្នឹង Diana Barry ហ្នឹងគឺនាងចូលចិត្តអានសៀវភៅខ្លាំងមែនទែនអញ្ចឹងដែរពេលហ្នឹងគាត់កំពុងតែអានសៀវភៅអានីសម្លឹងទៅកាន់ Diana ដោយការភ្ញាក់ផ្អើលនៅពេលដែលបានឃើញហើយគឺគាត់ចង់រាប់អានតែម្ដងបន្ទាប់មកពួកគេទាំងពីរនាក់ទាំង Diana ជាមួយនឹងអានីហ្នឹងក៏បានចេញមកលេងនៅខាងក្រៅពីរនាក់ហ្នឹងដើរលេងក្នុងសួនយ៉ាងស្រស់ស្អាតប៉ុន្តែពីរនាក់ហ្នឹងគឺអត់សូវហ៊ាននិយាយមួយគ្នាប្រហែលនោះទេ Diana នាងក៏សួរទៅកាន់អានីរបស់យើងថាតើអ្នកចូលចិត្តអានសៀវភៅអត់ខ្ញុំវិញគឺចូលចិត្តអានសៀវភៅខ្លាំងណាស់ជាពិសេសរឿងរ៉ូមែនតែម្ដងអានីនិយាយសាច់រឿងរ៉ូមែនប្រាប់ទៅកាន់ Diana វិញនៅពេលដែលក្រុមគ្រួសារមួយត្រូវបានដួលរលំហើយត្រូវបានគេសម្លាប់នោះនៅថ្ងៃដ៏អាក្រក់របស់ម្ដាយ Diana នាងក៏ពិតជាមានការភ្ញាក់ផ្អើលខ្លាំងតែម្ដងដោយសារតែគាត់បានស្ដាប់នៅអានីនិយាយបែបហ្នឹងហើយ Diana នាងក៏សួរទៅកាន់អានីវិញហេតុអ្វីបានជាអ្នកដឹងសាច់រឿងមួយហ្នឹងអានីនាងក៏ឆ្លើយវិញថាមូលហេតុដែលគាត់ដឹងហ្នឹងនៅពេលដែលថ្ងៃដែលគាត់ទៅព្រះវិហារគឺគាត់បានអានរឿងមួយហ្នឹងអញ្ចឹងហើយបានជាគាត់អាចដឹងសាច់រឿងមួយហ្នឹងបានខ្លះៗដែរ Diana អ្នកសាច់គិតមើលថាតើអ្នកអាចចូលចិត្តខ្ញុំបានអត់ Diana នាងក៏ឆ្លើយវិញភ្លាមៗតែម្ដងគាត់ថាត្រូវហើយខ្ញុំចូលចិត្តនេះរបស់យើងគាត់ក៏និយាយទៅកាន់ Diana របស់យើងវិញតែម្ដងគ្រប់គ្រាន់ហើយដើម្បីក្លាយទៅជាមិត្តភក្តិរបស់យើងទាំងពីរនាក់ប៉ុន្តែមុននឹងពួកយើងក្លាយទៅជាមិត្តភក្តិនឹងគ្នាយើងត្រូវតែមានលក្ខខណ្ឌមួយហើយមួយវិញទៀតនោះខ្ញុំចង់មានន័យថាខ្ញុំចង់ឲ្យអ្នកក្លាយទៅជាមិត្តដ៏ល្អបំផុតសម្រាប់ខ្ញុំ Diana នៅពេលដែលបានស្ដាប់បែបហ្នឹងហើយនាងក៏សើចតែម្ដងទៅដោយសារតែពីមុនមកគឺគាត់អត់សូវមានមិត្តភក្តិដែរអញ្ចឹងហើយគាត់ក៏ឆ្លើយវិញថាខ្ញុំពិតជារីករាយខ្លាំងណាស់ដែលបានយកអ្នកធ្វើជាមិត្តភក្តិរបស់ខ្ញុំហើយលក្ខខណ្ឌរបស់អ្នកទាំងពីរនោះគឺធ្វើការស្បត់ស្បាយថាស្មោះស្ម័គ្រជាមួយនឹងគ្នាដោយអានីនាងក៏បានស្បត់ទៅកាន់ Diana ថាខ្ញុំសូមស្បត់ដោយអាឡារឹកថាខ្ញុំសូមស្មោះត្រង់ជាមួយនឹងមិត្តភក្តិរបស់ខ្ញុំដែលមានឈ្មោះថា Diana ជារៀងរហូតអានីនាងក៏ធ្វើការស្បត់ស្បាយហើយក៏និយាយទៅកាន់ Diana ថាដល់វេនអ្នកម្ដងហើយប៉ុន្តែនៅពេលដែលអ្នកស្បត់នឹងសូមដាក់ឈ្មោះខ្ញុំ
ចូលទៅក្នុងនោះផងអូយលយខ្លាំងមែនទែនអ្នកទាំងអស់គ្នាគឺមិត្តភ័ក្តិរបស់គេនឹងសិតតែមានការស្បត់ស្បាយដៃអាណានាងក៏ធ្វើការស្បត់ហើយក៏និយាយថាខ្ញុំនឹងស្បត់យ៉ាងឧឡារិកថាខ្ញុំនឹងផ្ដល់ឲ្យនូវភាពស្មោះត្រង់ចំពោះមិត្តភ័ក្តិរបស់ខ្ញុំគឺលោកស្រីអានីឈីរីរាបណាព្រះអាទិត្យនិងព្រះច័ន្ទនៅតែបញ្ចេញពន្លឺពួកយើងនឹងស៊ូទ្រាំជាមួយនឹងគ្នាជារៀងរហូតការស្បត់ស្បាយរបស់ពួកគេក៏បានបញ្ចប់ហើយសាច់រឿងក៏បន្តលេងនៅពេលដែលអានីបានធ្វើដំណើរចេញពីផ្ទះរបស់ដៃអាណាវិញនៅតាមផ្លូវគឺថាអានីរបស់យើងគឺពិតជាសប្បាយរីករាយខ្លាំងមែនទែនបន្ទាប់ពីបានជួបមិត្តភ័ក្តិរបស់ខ្លួនហើយក៏បានស្បត់ស្បាយជាមួយនឹងគ្នាទៀតផងហើយក៏និយាយអួតទៅកាន់អ្នកស្រីម៉ារីឡាផងដែរថាខ្លួននឹងគឺបានធ្វើជាមិត្តភ័ក្តិជាមួយនឹងដៃអាណាហើយ